នគរបាលស្រុកគៀនស្វាយបង្ក្រាបបានក្មេងទំនើងប្រុសស្រី12នាក់ក្នុងចំណោមក្រុមក្មេងទំនើងជិត100នាក់ដែលបង្ហោះម៉ូតូនិងកាន់ដាវកែច្នៃបង្កការអុកឡុកតាមផ្លូវសាធារណៈកម្លាំងនគរបាលស្រុកគៀនស្វាយបានបើកប្រតិបត្តិការទ្រង់ទ្រីធំមួយបង្ក្រាបមុខសញ្ញាក្មេងទំនើងជិត100នាក់ដែលបានជិះម៉ូតូបង្ហោះនិងកាន់កាប់ដាវកែច្នៃបង្កការអុកឡុកតាមផ្លូវសាធារណៈនាំឲ្យមានការភ័យខ្លាចនិងបាត់បង់សណ្ដាប់ធ្នាប់ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបង្ក្រាបបានជនសង្ស័យ12នាក់និងដកហូតបានវត្ថុតាំងម៉ូតូ7គ្រឿងរួមជាមួយដាវកែច្នៃមួយដើមហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី8ខែមិថុនាឆ្នាំ2025វេលាម៉ោង 12:08 នាទីរំលឹងអធ្រាត្រនៅចំណុចភូមិស្ដៅកន្លែង5ឃុំដីឥដ្ឋស្រុកគៀនស្វាយខេត្តកណ្ដាលលោកវរៈស្នេហ៍ឯកព្រំសំណាងអធិការនគរបាលស្រុកគៀនស្វាយបានឲ្យដឹងថាជនសង្ស័យទាំង12នាក់ដែលត្រូវបានឃាត់ខ្លួនមានទាំងប្រុសនិងស្រីអាយុចន្លោះពី16ទៅ22ឆ្នាំក្នុងចំណោមពួកគេខ្លះមានទីលំនៅស្រុកគៀនស្វាយខ្លះទៀតមានទីលំនៅក្រុងតាខ្មៅក្រៅពីនេះក៏មានជនសង្ស័យមួយចំនួនមានទីលំនៅរាជធានីភ្នំពេញនិងខេត្តកំពង់ធំជនសង្ស័យទាំង12នាក់សុទ្ធតែអវិជ្ជមានសារធាតុញៀនចំពោះវត្ថុតាងចាប់យករួមមានម៉ូតូ Max Honda C125 ពណ៌ខ្មៅចំនួន6គ្រឿងម៉ូតូ Max Honda Scorpio ពណ៌ខ្មៅចំនួន1គ្រឿងម៉ូតូ Max Suzuki Next ពណ៌សចំនួន1គ្រឿងទូរស័ព្ទដៃចំនួន7គ្រឿងដាវកែច្នៃមួយដើមកាំបិតនិងដំបងមួយលោកអធិការបានបន្តទៀតថានៅវេលាកើតហេតុខាងលើក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូប្រហែល40គ្រឿងមានគ្នាប្រហែល100នាក់ដោយមានកាន់ដាវកែច្នៃកាំបិតនិងដំបងជិះប្រសេកប្រសាច់ពេញផ្លូវសាធារណៈបង្កឲ្យមានការភ័យខ្លាចដល់អ្នកប្រើប្រាស់ផ្លូវស្របពេលនោះកម្លាំងផ្នែកជំនាញបានសហការជាមួយកម្លាំងប៉ោះតាមឃាត់បានជនសង្ស័យខាងលើចំនួន12នាក់ស្រីម្នាក់រួមទាំងវត្ថុតាងដោយបានរៀបរាប់ខាងលើនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង12នាក់បានឆ្លើយសារភាពថាពួកខ្លួនពិតជាបាននាំគ្នាជិះម៉ូតូជាវងហើយមានកាន់កាប់អាវុធបង្កគ្រោះថ្នាក់មានដាវកាំបិតដំបងពិតប្រាកដមែនលោកអធិការបានបញ្ជាក់ថាកាលពីថ្ងៃទី10ខែមិថុនាឆ្នាំ2025ជនសង្ស័យទាំង12នាក់រួមនឹងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដើម្បីបន្តចាត់ការតាមនីតិវិធីឱកាសល្អពីផ្ទះល្វែងថេនងាត់ក្រុងតាខ្មៅបានមកដល់ហើយទិញផ្ទះឈ្នះរថយន្តនិងបញ្ចុះតម្លៃពិសេសរហូតដល់$5,000ព្រមទាំងកាត់ប្លង់រឹងហ្វ្រីជូនអតិថិជនថែមទៀតផងឱកាសល្អបែបនេះរកឯណាមានរកឯណាបានរស់រានឡើងចំនួនមានកំណត់ទំនាក់ទំនងតាមលេខទូរស័ព្ទ089 408 406 098 661 215និង088 616 66 61